បេះដូងនៃអរិយធម៌មួយបានចាប់ផ្ដើមលូតនៅទីនេះទឹកដីអង្គរបុរីខេត្តតាកែវទឹកដីដ៏ចំណាស់ពោរពេញដោយសម្បត្តិធម្មជាតិនិងវប្បធម៌ទីនេះមិនត្រឹមតែសម្បូរទៅដោយប្រាង្គប្រាសាទផ្ទាំងសិលាតំបន់បុរេប្រវត្តិនិងសំណង់រចនាសម្ព័ន្ធពីក្រុងបុរាណប៉ុណ្ណោះទេតែជាដែនដីនៃនគរពោធិ៍ឬអាណាចក្រហ្វូណនហើយក៏ជាដើមកំណើតនៃប្រជាជនខ្មែរផងដែរទីនេះជាទឹកដីសុវណ្ណភូមិដែលមិនត្រឹមតែផ្ដល់នូវសម្បត្តិធម្មជាតិប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនោះឡើយប៉ុន្តែទីនេះក៏ជាទីផ្ដល់នូវរសជាតិបង្កងទឹកសាបអង្គរបុរីរសជាតិផ្អែមពីធម្មជាតិដែលអ្នករកមិនបានពីកន្លែងណាក្រៅពីខេត្តតាកែវតាកែវជាឋានសួគ៌នៃរសជាតិត្រឡប់មកកាន់ទឹកដីដើមកំណើតអង្គរបុរីជាទីចាប់ផ្ដើមនៃអរិយធម៌ខ្មែរ